ថ្ងៃទី14ខែតុលាឆ្នាំ2025នេះគឺមានរយៈពេល77ថ្ងៃហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំក្រុងរបស់យុតិថៃជាថ្មីម្ដងទៀតក្រសួងការពារជាតិបានបញ្ជាក់ថាកម្ពុជាបានបន្តអំពាវនាវឲ្យភាគីថៃដោះលែងវីរៈកងទ័ពរបស់កម្ពុជាត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីឲ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់និងប្រកបដោយសុខសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិដល់ឡែកបើតាមការអះអាងរបស់កាកបាទក្រហមអន្តរជាតិយោធិនកម្ពុជាទាំង18រូបគឺមានសុខភាពល្អនិងអាចទទួលទានអាហារប្រចាំថ្ងៃបានធម្មតាព្រមទាំងសន្យាថានឹងជំរុញឲ្យមានការដោះលែងមកវិញស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវជាក់ស្ដែងនៅរសៀលថ្ងៃទី13ខែតុលាឆ្នាំ2025លោកជំទាវបណ្ឌិតបេច័ន្ទមុនីហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាបានអនុញ្ញាតឲ្យលោកចតមុនតានីប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមហៅកាត់ ICRC ប្រចាំភូមិភាគដឹកនាំគណៈប្រតិភូ ICRC ចូលជួបសម្ដែងការគួសមនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាក្នុងជំនួបនោះលោកប្រធានប្រតិភូ ICRC បានជម្រាបជូនអំពីស្ថានភាពបច្ចុប្បន្នរបស់យុទ្ធជនកម្ពុជាទាំង18រូបនិងបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនដែលវីរៈកងទ័ពរបស់កម្ពុជាសរសេរដោយផ្ទាល់ដៃសម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី2តាមរយៈកាកបាទក្រហមកម្ពុជាឆ្លើយតបទៅនឹងសំណួរចង់ដឹងពីសុខទុក្ខវីរៈកងទ័ពទាំង18រូបដែលជាក្តីបារម្ភរបស់លោកជំទាវបណ្ឌិតបេច័ន្ទមុនីលោកចចមុនតានីបានបញ្ជាក់ថាក្នុងឱកាសដែលលោកបានចុះសួរសុខទុក្ខដោយផ្ទាល់និងប្រគល់សាររបស់គ្រួសារយុទ្ធជនជូនដល់យុទ្ធជនទាំងពីរលើកនេះឃើញថាវីរៈកងទ័ពកម្ពុជាទាំង18រូបអាចពិសាអាហារនិងសម្រាប់បានធម្មតាគ្មានអ្វីខុសប្រក្រតីនោះឡើយទន្ទឹមគ្នានេះតំណាងកាកបាទក្រហមអន្តរជាតិរូបនេះបានសន្យាថានឹងខិតខំប្រឹងប្រែងជំរុញឲ្យមានការដោះលែងយោធិនកម្ពុជាមកវិញតាមរយៈការលើកយកនៅអនុសញ្ញាទីក្រុងហ្សឺណែវសូមជម្រាបជូនដែរថារាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនៅគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះដើម្បីឲ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង18នាក់នោះវិលត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុតនិងដោយសុខសុវត្ថិភាពរាជរដ្ឋាភិបាលក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទមិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយទោះក្នុងកលៈទេសៈណាក៏ដោយ